ហើយបងប្អូនអាចារ្យសៀមហ្នឹងយើងវាបាញ់ប្រហាយើងបងប្អូនអញ្ចឹងកម្មពេលវាមានជាតិក្រោយទេវាបាញ់យើងតែគេបាញ់វាដែរបើនៅប្រទេសភូមិមានបាញ់ថៃបងប្អូនបាទកម្មពេលវាមានជាតិក្រោយដែរកម្មពេលវាមានហេតុតែវាមានផលបងប្អូនបាទជ្រឿប៉ាត់តែម្ដងអញ្ចឹងថៃសូមឈប់បាញ់ប្រហារកម្ពុជាទៀតយើងជាខ្មែរយើងចង់បានអីទេយើងចង់បានសន្តិភាពយើងចង់បានសង្គ្រាមទេដែលយើងវាបាត់បង់សេដ្ឋកិច្ចទៀតបាទបាត់បង់ថវិកាជាតិទៀតបាទយើងនៅតែបាញ់គ្នាយើងនៅតែឆ្លោះគ្នាតកូនតចំនួនតចៅបាទអញ្ចឹងវាចង់បានតាំងចង់បានណាទៀតបងប្អូនគឺចង់បានរហូតតែម្ដងពីចំនួនមួយទៅចំនួនពីរស្ដេចមួយទៅស្ដេចមួយបាទប្រវត្តិសាស្ត្រអញ្ចឹងការប៉ັດវាត្រូវបានលាតត្រដាងហើយមិនចាំជាតិក្រោយទេបងប្អូនយុគ9គឺមានប៉ັດដែលធ្វើអីគឺវាមានហេតុតែវាមានផលកើតឡើងហ្នឹងបាទអញ្ចឹងបងប្អូនឈប់ទិញរបស់សៀមមិនថា BJ ស្ករសគ្រឿងទេសឬផលិតផលនៅស្រុកក្នុងស្រុកខ្មែរក៏ដោយបងប្អូនបាទយើងពាក់ហេការផលិតផលសៀមបាទយើងមកពាក្យមួយម៉ាត់ហ្នឹងគឺបំបាក់សេដ្ឋកិច្ចវាមកវាដើរបាទវាឌីយើងក្នុងស៊ីហ្គេមថ្ងៃទីម៉ាននេះបងប្អូនបាទស្ដាប់ផុសរូបស្ដាប់ AI បងប្អូនអរគ្នាវាមិនបានមកចំណុចប្រទេសយើងឯងប្រវត្តិសាស្ត្រយើងគឺល្បីបងប្អូនអើយវាជិះទៅថាចៅវានៅតែចង់លួចរបស់យើងនឹងឯងបងប្អូនបាទជារឿងប៉ັດតែវាមានហេតុតែវាមានផលបងប្អូនអរគ្នាកម្ពុជាវាមិនចាំជាតិក្រោយទេអ្នកណាសាំងអាក្រក់នឹងទទួលបានអាក្រក់ព្រាមដែរម្ដងបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូមពឹងបងប្អូនឈប់គ្រប់គ្រងផលិតផលសៀមបាទមិនថាអ្នកលក់អនឡាញមួយចំនួនទេឈប់នាំចូលពីរបស់សៀមតាមច្រកតាមណាក៏ដោយទូវាបដូរលេខកូដក៏ដោយយើងកុំទិញឲ្យសោះបងប្អូនមិនថាវាបាត់បង់មិនក៏ដោយជាពិសេសកុំឲ្យបរទេសពីមើងងាយយើងបងប្អូនអរគ្នាបាទអញ្ចឹងមុនទិញផលិតផលមើលលេខកូដច្បាស់លាស់លេខកូដរបស់ខ្មែរយើងគឺ884បងប្អូននឹងគឺជាលេខកូដប្រទេសរបស់យើងបាទវាចំប្រឡងយើងមើលតែលេខកូដទៅហើយនឹងមើលអក្សរផងដែរបងប្អូនបើមានអក្សរថៃកុំទិញឲ្យសោះនឹងគឺជាផលិតផលរបស់វាទោះវាបិទក្តៅយើងអាចមើលដឹងដែរជាពិសេសកុំឲ្យឈ្មោះនាំចូលផលិតផលរបស់សៀងគឺនាំហាមនាំចូលជាដាច់ខាតបងប្អូនយើងពាក់ហេការទាំងអស់គ្នាដើម្បីឲ្យសេដ្ឋកិច្ចយើងកើនដើរឡើងវិញបងប្អូនក្នុងឆ្នាំ2050 2030ហ្នឹងប្រទេសយើងនឹងមានប្រាក់ចំណូលខ្ពស់តែម្ដងបងប្អូនក្នុង2050យើងប្រទេសកម្ពុជាយើងខ្លាចជាប្រទេសអភិវឌ្ឍកូនខ្មែរត្រូវតែខ្លាំងតកូនតចំនួនតចៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណសម្រាប់បងប្អូនទស្សនាវីដេអូមួយនេះកុំភ្លេចជួយ like ជួយ share ជួយ comment ម្នាក់មួយផងអស់ព្រោះក៏កំហុសឆ្គងសំណាងខណ្ឌអភ័យទៅបងប្អូនជាមុនសិនអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតអរគុណ Pravin, press release. At approximately 2:15 p.m. of 7 December, Thai military forces initiate an attack against the Cambodian forces at Brilliant Mall area in Chongsan district, Preah Province. During the incident, Thai soldiers used handguns, machine gun B40 and 60mm mortars. Cambodian forces promptly contact the Thai side to immediately cease fighting on the Cambodian forces, as the Cambodian side did not retaliate. Subsequently, Thai military forces stopped fighting at 2:32 p.m. During this incident, Cambodian forces did not retaliate at all and are closely monitoring the situation with utmost caution and vigilance. At the same time, Cambodia has also informed the ASEAN Observer Team (AOT) about this incident and plan to request the AOT to conduct an investigation into this matter to ensure the transparency, justice, and accountability. On this occasion, Cambodia reaffirmed its commitment to respecting and implementing all conditions of the ceasefire, the joint declaration between Cambodia and Thailand. With goodwill and the highest sense of responsibility, Cambodia reiterates that rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law. Press release.
At approximately 2:15 p.m. of 7 December, Thai military forces initiate an attack against the Cambodian forces at Brilliant Khmer area in Chongsan district, Previhe province. During the incident, Thai soldiers used handguns, machine gun B-40 and 60mm mortars. Cambodian forces promptly contact the Thai side to immediately cease firing on the Cambodian forces, as the Cambodian side did not retaliate. Subsequently, Thai military forces stopped firing at 2:32 p.m. During this incident, Cambodian forces did not retaliate at all and are closely monitoring the situation with utmost caution and vigilance. At the same time, Cambodia has also informed the ASEAN Observer Team (AOT) about this incident and plan to request the AOT to conduct an investigation into this matter to ensure the transparency, justice, and accountability. On this occasion, Cambodia reaffirmed its commitment to respecting and implementing all conditions of the ceasefire, the joint declaration between Cambodia and Thailand. With goodwill and the highest sense of responsibility, Cambodia reiterates that rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international